ជំរាបសួរអ៊ំពូមីងនិងបងប្អូនទាំងអស់គ្នាថ្ងៃនេះមកផ្លាយទៀតណាបងប្អូនបាទចុងខែដាច់លុយអីចឹងទៅណាបាទតែចុងខែបែបអភិជនណាបងប្អូនបាទនេះគឺជាមុខម្ហូបឆាពងទាម្រះព្រៅអត់មានរសជាតិឈ្ងុយឆ្ងាញ់ណាពុកម៉ែបងប្អូនធ្វើដូចលក្ខណៈឆាក្តៅអញ្ចឹងណាឆាក្តៅមិនចាំឆាក្តៅម្រះព្រៅមិនចាំម្រះព្រៅបាទលួចគ្រឿងតាមចំណងចំណូលចិត្តអ្វីដែលសំខាន់គឺឡើងឈ្ងុយដាក់គល់សក្រីអមតដានជាមួយនឹងខ្ទឹមក្រហមបងប្អូនមានម្ទេសហិលមកអូឈ្ងុយហ៎បងប្អូនហើយអត់មិនបានជាមួយនឹងម្រះព្រៅនឹងបន្តតែម្ដងអូយខប់សេរីមើលទៅគឺតំណងបងប្អូនម្រះព្រៅដាក់រៀងក្រែតិចមកបងប្អូនហើយឆ្ងាញ់ខ្លាំងមែនតើអ្វីដែលសំខាន់គឺរសជាតិវិញអេមខ្លាំងលាងសម្អាតម្រះព្រៅ3 4ទឹកអីចឹងណាឲ្យវាស្អាតបានល្អហើយក្រោយពេលដែលយើងបង់ទៅបង្កើននៅក្លិនឈ្ងុយលក្ខណៈក្លិនឡើងប្រហើរតែម្ដងហើយគួរឲ្យចង់ញ៉ាំអ៊ំពូមីងដែលគាត់ចាប់អារម្មណ៍អាចសាកល្បងបានណាឥឡូវនេះគឺយើងមកធ្វើការហាន់ជាមួយនឹងគល់សក្រីរបស់យើងសិនមកហាន់វាស្ដាងវាអត់ស្កាតបងប្អូនពេលដែលយើងញ៉ាំទៅគឺមានជាតិហ្មងហើយឡើងឈ្ងុយឆ្ងាញ់ខ្លាំងមែនទែនណាអញ្ចឹងអ៊ំពូមីងធ្លាប់តែចៀនរដងគឺយើងចៀនប្រៃផ្អែមធម្មតាធ្វើអត់ឥឡូវមកសាកល្បងជាមួយនឹងចៀនលក្ខណៈបច្ចេកទេសវិញមើលឆ្ងាញ់ណាបងប្អូនអើយឡើងរសជាតិវិញខប់សេរីតែម្ដងឲ្យអួយបងប្អូនអញ្ចឹងអ៊ំពូមីងចាំការទៀតមកសាកល្បងទាំងអស់គ្នាជាមួយនឹងមុខម្ហូបដែលខាងសុបាកំពុងតែជម្រាបជូននៅក្នុងការបដិជូនត្រខានលោកនេះឲ្យបានដឹងតាក់ទងទៅលើតិចនិចនៅក្នុងការចំអិនគ្រប់មុខម្ហូបនៅក្នុងការចែករំលែកជូនត្រខានបងប្អូនណាដាក់មកជាតិនោះជាតិអ្វីដែលសំខាន់គឺថាឆ្ងាញ់ខ្លាំងអរគុណឥឡូវយើងហាន់ខ្ទឹមក្រហមបាទហាន់ខ្ទឹមក្រហមទុកមួយលើអញ្ចឹងណាគ្រឿងផ្សំគឺយើងរៀបទុកវាមួយឡែកសិនមកបាទហើយមុខម្ហូបគឺមិនពិបាកធ្វើទេសំខាន់នោះគឺលើការផ្សំគ្រឿងលួចគ្រឿងតាមចំណង់ចំណូលចិត្តគ្រួសារអីចឹងទៅមកទេប្រើតែ2ផ្លែបានទេបងប្អូនតាមចំណង់ចំណូលចិត្តព្រោះថាខាងផ្ទះរបស់ខាងខ្ញុំបាទហិលមកល្មមមកឆ្ងាញ់បើហិលខ្លាំងពេកនឹងឆ្លក់បាទតែបើខាងបងប្អូនចូលចិត្តហិលដាក់ឲ្យច្រើនជាងនឹងទៀតក៏បានដែរឥឡូវនេះគឺយើងប្រើប្រេងឆាឬក៏ប្រេងអូលីវដើម្បីយកមកចៀនពងទាឬក៏គេហៅថាសុទ្ធទាបងប្អូនបាទចៀនវាឆ្អិនមួយសិនមកទើបយើងឆាគ្រឿងអូលក្ខណៈមួយថាមិនជាមួយនឹងគ្រឿងយើងហើយជាមួយនឹងពងទាដែលបានចៀនឆ្អិនណាបងប្អូនដាក់មកចេញពងទាឆាម្រះព្រៅពងទាឆាក្តៅក៏ត្រូវដែរបងប្អូនអត់ខុសទេពីនឹងប្រើមួយណាក៏បានដែរព្រោះថាគ្រឿងយើងប្រើជាមួយនឹងកូនសក្រីបងប្អូនអញ្ចឹងបងប្អូនហៅឆាម្រះព្រៅពងទាក៏បានឆាពងទាម្រះព្រៅឆាពងទាជាមួយនឹងឆាក្តៅក៏បានដែរបាទឆាក្តៅពងទាអញ្ចឹងណាបាទតាមចំណង់ចំណូលចិត្តហៅមួយណាក៏បានដែរតែខាងខ្ញុំបាទដាក់ឈ្មោះឲ្យឆាពងទាម្រះព្រៅអូយខប់សេរីជាតិណាស់ហើយឡើងឈ្ងុយប្រហើឥឡូវឆ្អិនបដាបងប្អូនហើយមួយទៀតអីចឹងណាភ្លឹកខ្លួនមកចានគុំបឹបញ៉េមកចានប៉ាក់នេះបងប្អូនហើយ4ទៅ5នាក់នឹងមកឡមកឆ្ងាញ់តែម្ដងបងប្អូនធ្វើតាមគ្រួសារបើសិនគ្រួសារគ្នាតិចអី3 4ល្មមបាទបើគ្នាច្រើនដាក់5 6 7អីចឹងណាឥឡូវនេះគឺយើងចាប់ផ្ដើមឆាគ្រឿងហើយបាទយើងមានជាមួយនឹងកូនសក្រីរួមជាមួយនឹងខ្ទឹមក្រហមអមតដាស់នៅម្ទេសយើងឆាបញ្ចូលមកបាទឆាវារៀងក្លិនឈ្ងុយបន្តិចផ្សំគ្រឿងមកបាទព្រោះថាអត់ពិបាកទេបងប្អូនធ្វើម្ហូបនេះងាយវិធីសាស្ត្រលក្ខណៈចុងខែដាច់លុយអញ្ចឹងណាតែមិនអន់នេះណាបងប្អូនបែបអភិជនណាមានឈ្មោះថាចៀនពងទាមែនប៉ុន្តែលក្ខណៈបែបអភិជនចៀនពងទាម្រះព្រៅបាទអូយដាក់មកខប់សេរីតែម្ដងបាទចៀនពងទាម្រះព្រៅនេះក្លិនវិញឡើងឈ្ងុយហើយខាងខ្ញុំបាត់ចូលចិត្តញ៉ាំជាមួយនឹងម្រះព្រៅលក្ខណៈមួយថាឈ្ងុយខ្លាំងណាស់បងប្អូនអញ្ចឹងអ៊ំពូមីងបានទស្សនាហើយកុំភ្លេចសាកល្បងណាគ្រឿងផ្សំមានស្ករមានអំបិលមានប៊ីចេងមានជាមួយនឹងទឹកត្រីមួយច្រូចលួចតាមចំណង់ចំណូលចិត្តបងប្អូនចូលចិត្តនៅជាមួយនឹងក្លិនប្រេងខ្យងដាក់ប្រេងខ្យងទៀតក៏បានដែរនេះគេហៅថាធ្វើទៅតាមចំណង់ចំណូលចិត្តគ្រួសារអញ្ចឹងណាតើគ្រឿងផ្សំប៉ុណ្ណេះមកឆ្ងាញ់ហ្មងបងប្អូនហើយភ្លក់មើលប្រៃផ្អែមមកល្មមហិលតិចក្លិនឈ្ងុយចេញពីម្រះព្រៅបាទធំឈ្ងុយក៏សក្រីអូយដាក់មកខប់សេរីតែម្ដងអញ្ចឹងពេលដែលយើងឆាគ្រឿងរបស់យើងចាប់ផ្ដើមនៅក្នុងការចូលជាតិសពសាច់តែមួយហើយបងប្អូនអាចនៅក្នុងការដាក់ម្ទេសថែម2គ្រាប់ពីលើទៀតដើម្បីលួចសោភ័ណភាពអរគុណបន្តមកយើងចាក់ពងទាដែលយើងបានចៀនទុកមួយលើហ្នឹងបាទត្រឡប់ចុះត្រឡប់ឡើងបាទមើលតពងទារបស់យើងចូលជាតិជាមួយនឹងគ្រឿងហើយដាក់ម្រះព្រៅមកបាទអូខប់សេរីតំណងថាតំណងហើយបើបងប្អូនយើងបានសាកល្បងនៅក្នុងការទទួលទានទៀតណាអូយខប់
ឆ្ងាញ់ប្លែកមាត់ហ្មងណាបាយចុះទៀតហើយបងប្អូន អត់លុយក៏មិនបញ្ហាអ្វីដែលសំខាន់ចេះឆ្នៃមុខម្ហូបបែបលក្ខណៈមួយថាញ៉ាំហើយចង់ញ៉ាំទៀតអីចឹងណាឥឡូវឃើញតំណងបងប្អូនអើយបើថាក្លិនវិញឡើយឈ្ងុយដល់6 7ភូមិបងប្អូនអញ្ចឹងអ៊ំពូមីងដែលគាត់ចាប់អារម្មណ៍ទៅលើមុខម្ហូបនេះអាចធ្វើញ៉ាំបានតម្លៃពិសេសអស់លុយតិចមកល្មមមកសំគួរដែលយើងអាចទទួលយកបានមុខម្ហូបដែលមានរសជាតិឆ្ងាញ់ណាដាក់100ម្រះព្រៅមកបាទបងប្អូនមានម្រះព្រៅពណ៌សប្រើពណ៌សបើមានពណ៌រៀងបាយស្វាយអាហ្នឹងបានឈ្ងុយខ្លាំងបែរម្រះព្រៅពណ៌ស្វាយឈ្ងុយជាងពណ៌សនេះទៀតណាបងប្អូនតែថ្ងៃនេះទិញបានតែពណ៌សទេបងប្អូនហើយភាគច្រើនប៉ុន្តែគាត់ថាក្លិនវាឈ្ងុយមួយយ៉ាងម្នាក់គាត់ថាពណ៌ស្វាយឈ្ងុយជាងនេះទៀតបែរលក្ខណៈដាក់មកគឺខប់សេរីតែហ្មងណាបើក្លិនឈ្ងុយគួរឲ្យចង់ញ៉ាំប៉ុន្តែបងប្អូនអើយឆ្នៃម្ហូបប៉ុណ្ណេះបាយចុះណាស់ហើយគ្រួសារបើយើងពេញចិត្តស្ដោកត្មងព្រោះតែយើងចេះឆ្នៃមុខម្ហូបអត់តលន់នេះបងប្អូនប្លែកមាត់ជារៀងរាល់ថ្ងៃអញ្ចឹងសម្រាប់ខាងផ្ទះរបស់ខាងខ្ញុំបាននេះគេថាញ៉ាំផ្លាស់ប្ដូរអារម្មណ៍អញ្ចឹងណាតិចបងប្អូនគាត់តែយ៉ាងงี้ម្ហូបហ្នឹងដាច់សង្ស័យដាច់លុយមែនហ្មងបាទអត់ចេះដាច់ទេលុយក៏បាក់រោអរគុណឡើយចានណាដូចដាក់ចានបានដែរបងប្អូនដូចដាក់ចានហើយយើងអាចនៅក្នុងការទទួលទានបានហើយលក្ខណៈមួយថាជុំគ្រួសារអញ្ចឹងណាបាទញ៉ាំទៅគឺមានជាតិក្តីសុខបងប្អូនបាទអញ្ចឹងម្ហូបឆ្ងាញ់ទទួលបានរសជាតិការច្នៃប្រឌិតទៅលើមុខម្ហូបប្លែកៗទុកចិត្តជាមួយនឹង Channel Dara Cooking ណាមានមុខម្ហូបច្រើនទៀតសម្រាប់នៅក្នុងការចែករំលែកអញ្ចឹងថ្ងៃនេះមានតែប៉ុណ្្នេះទេបើបងប្អូនដែលគាត់ទស្សនាហើយពេញចិត្តនៅវីដេអូនេះសូមចូលទៅ Subscribe ឬក៏ដឹងឲ្យ Admin អ្នកមួយផងណាដើម្បីទទួលបាននៅវីដេអូថ្មីៗប្រចាំថ្ងៃបាទជាបន្តទៀតអញ្ចឹងថ្ងៃនេះមានតែប៉ុណ្្នេះទេជួបគ្នានៅក្នុងវីដេអូក្រោយៗទៀតណោះបាយបាយ